នាំមកពុមាមកស្លៀកឈុតបុរាណខ្មែរតែចាំខ្ញុំប្រាប់តាំងពីដំបូងមិត្តភក្តិមកពីប្រទេសស្វីសមកដឹងខ្មែរនាំគាត់តែងខ្លួនបែបខ្មែរនេះសម្រាប់អាម៉ាក់ឯងខ្ញុំមកទៅប្រឡងបបកញ្ញាទេពុកប្រាំងនិយាយលេងទេអាពុម៉ាមកឲ្យគេចៃជេមានលាក់ពងទីមន់អត់តែងខ្លួនរូតហើយដើរស្រួលបុលប្រយ័ត្នធ្លាក់បាក់កកឡាប់នាំមកពុម៉ាមកភ្លូស្រាផ្លែឈើធម្មជាតិពិតព្រោះតិចកុំច្រើនពេកប្រយ័ត្នដើរធ្លាក់ស្រែហើយនាំពុម៉ាញ៉ាំម្ហូបបែបខ្មែរ100%តែម្ដងគឺទឹកគ្រឿងអ្នកបាត់ដំបងទំនងអស្ទេចឹងខ្ញុំបង្រៀនគាត់ញ៉ាំអានឹងឆ្ងាញ់ណាស់ជាមួយបន្លែស្រស់ញ៉ាំទៅអាពុម៉ាអត់កុហកទេតែញ៉ាំជាមួយផ្កាស្ដៅបានផ្អែមមែនដែរពុម៉ាបាទឆ្ងាញ់ណាស់ពុកប្រាំងតែផ្កាស្ដៅទូតលវីងហ្នឹងហើយកាលមុនគេប្រាប់ខ្ញុំថាផ្កាស្ដៅផ្អែមណាស់ចឹងជីកាសុំតោខ្ញុំសូមជូនថ្នាំដុសធ្មេញស្នាមញញឹមសន្តិភាពទៅពុម៉ាឯងមួយថ្នាំដុសធ្មេញស្នាមញញឹមសន្តិភាពជួយបំបត្តិក្លិនមាត់មិនល្អធ្វើឲ្យធ្មេញសនិងរឹងមាំជាពិសេសក្លិនកណ្ដុរងាប់ក្នុងមាត់ពុម៉ាឯងទីនេះបាត់100%សំខាន់ជាផលិតផលរបស់គុនខ្មែរគ្រប់គ្រងផលិតផលខ្មែរលើកស្ទួយសេដ្ឋកិច្ចខ្មែរនិងជួយផ្សព្វផ្សាយឲ្យផលិតផលខ្មែរកាន់តែល្បីពុកម៉ែបងប្អូនអាចរកទិញបានតាមរយៈ Facebook Page ទីនេះគេថ្នាំដុសធ្មេញស្នាមញញឹមសន្តិភាព